នេះប្រុស2ស្រី2គាត់នៅរៀនតែមួយទេនៅក្នុងបន្ទុកខ្ញុំគឺនៅ2នាក់នឹងហើយមួយទៀតនឹងមីអូនដែលគាត់ទៅចិននឹងឯងបងគេរាល់ថ្ងៃហ្នឹងអត់មានមុខរបរអីផងគាត់ណាធ្វើស្រែហើយនឹងជាមន់ដាំបន្លែប្លុកអីតិចតួចសម្រាប់ប្រចាំថ្ងៃដើម្បីជីវភាពគ្រួសារតែប៉ុណ្ណឹងដែលខ្ញុំគាត់ពិការគាត់ធ្វើអីអត់កើតដោយសារគាត់ប្រេះឆ្អឹងខ្នងចឹងគាត់ដេកនៅនឹងកន្ទេលយូខែដែរហើយគាត់ចាញ់បោកគេដោយសារការលួងលោមរបស់គេថាធ្វើការនៅចិនបានលុយច្រើនអញ្ចឹងគាត់ក៏ទៅតាមគេទៅដល់ពេលទៅវាអត់មានទីការដូចមេខ្យល់នឹងនិយាយផងតាមសម្ដីគាត់ដែលទៅមុនដំបូងថាទៅធ្វើការទីនោះបានលុយខែថ្លៃដល់ពេលគាត់ទៅនៅបានរយៈពេល6ខែទៅ8ខែអញ្ចឹងក៏មេខ្យល់ហ្នឹងគេប្រាប់គាត់ថាឲ្យយកប្តីចិនទៅអញ្ចឹងក៏គាត់អត់យកទេគាត់ថាគាត់មិនអាចយកបានទេព្រោះអីគាត់មកហ្នឹងគាត់មករលុយសម្រាប់គ្រួសារព្រោះអីម៉ាក់ប៉ារបស់គាត់ទីតលខាងជីវភាពប្រចាំថ្ងៃគឺខ្វះខាតច្រើនមែនទែនបាទអញ្ចឹងគឺជាក់ស្ដែងដែលខ្ញុំបានគាត់ជាចៅសង្កាត់ពីអាណត្តិនេះគឺជាប្រវត្តិមានការចំណាក់ច្រើនគួរសមដែរមានន័យថាក្នុងនោះប្រហែលជាយើងវាយជាលេខមូលវា1200នាក់ទូទាំងសង្កាត់អញ្ចឹងវាចំណាក់ស្រុកបាទ1200នាក់ក្នុងសង្កាត់របស់យើងនេះបាទយើងខ្ញុំនេះបាទហើយជាពិសេសគឺគិតទៅលើក្រៅប្រទេសបាទអញ្ចឹងឃើញថាច្រើនជាងក្នុងស្រុកបាទអញ្ចឹងមានថាក្នុងស្រុកនេះគិតទៅតែខាងរោងចក្រក៏ដូចជាកម្មករសំណង់បាទនៅទីក្រុងភ្នំពេញហើយកំពង់សោមហើយនឹងកោះកុងភាគច្រើនអញ្ចឹងណាហើយបើទៅថៃវិញច្រើនជាងមានន័យថាកាត់ទៅខេត្តសុរិន្ទហើយនឹងឆ្ងាយទៀតដូចជាក្រុងថេបអីបង្កក់ហ្នឹងច្រើនបាទក្រោយទទួលពាក្យបណ្ដឹងពីគ្រួសារជនរងគ្រោះសមាគមអាត់ហុកយើងបានចុះប្រមូលព័ត៌មានលម្អិតពីគ្រួសារគាត់នៅក្នុងនោះយើងក៏បានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានមានដូចជាលោកមេភូមិលោកមេឃុំចាស់សង្កាត់និងប៉ូលីសប៉ុស្តិ៍នៅក្នុងការជួយសម្រួលធ្វើឯកសារឲ្យគាត់ជាដើមក្រោយពេលដែលគ្រួសារជនរងគ្រោះលោកបានរៀបចំឯកសារនៅមូលដ្ឋានគ្រប់គ្រាន់ហើយសមាគមអាត់ហុកក៏បានអញ្ជើញឲ្យគាត់ឡើងមកភ្នំពេញហើយយើងក៏បានជូនគាត់ទៅដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រចាំការជួញដូរមនុស្សក្រសួងមហាផ្ទៃនិងក្រសួងការបរទេសអំឡុងពេលដែលលោកអញ្ជើញឡើងមកភ្នំពេញសមាគមអាត់ហុកក៏យើងមានថវិកាជំនួយសង្គ្រោះសម្រាប់ផ្ដល់ជូនគាត់ដោយសារតែគាត់គ្រួសារគាត់ក្រីក្រមានដូចជាថ្លៃស្នាក់នៅថ្លៃអាហារនិងធ្វើដំណើរអំឡុងពេលដែលគាត់លោកអញ្ជើញឡើងមកភ្នំពេញផងដែរហើយបើសិនជាគាត់ជាមេគ្រួសារហើយគាត់អញ្ជើញឡើងមកគាត់ត្រូវខាត់បងអត់មានពេលវេលាដើម្បីរកប្រាក់កម្រៃទេយើងក៏មានជាតម្រូវការមូលដ្ឋានមួយកញ្ចប់សម្រាប់ផ្ដល់ឲ្យកូនគាត់នៅផ្ទះផងដែរហើយនៅអំឡុងពេលនេះក្រោយពេលដែលដាក់ពាក្យបណ្ដឹងរួចសមាគមអាត់ហុកយើងក៏បានតាក់ទងទៅស្ថានទូតក៏ដូចជាស្ថានកុងស៊ុលនៅក្រៅប្រទេសដើម្បីឆ្លើយតបទៅដល់ជនរងគ្រោះឬក៏បងប្អូនស្រីខ្មែរយើងដែលកំពុងមានបញ្ហានៅក្រៅប្រទេសរហូតដល់ជួយសង្គ្រោះឲ្យគាត់បានវិលត្រឡប់មកជុំជួបគ្រួសារវិញដោយសុវត្ថិភាពនៅប្រទេសកម្ពុជាបាទចំពោះចំណុចហ្នឹងបើសិនជាដោយករណីដែលមួយនៅខាងឧបដាហ្នឹងគឺអ្វីដែលកាត់បានមកជួយសូមឲ្យអាជ្ញាធរជួយយើងនឹងផ្ដល់ជាឯកសារណាដែលជាតម្រូវការរបស់គាត់ហើយយើងនឹងធ្វើការតំណែងទៅតាមខ្សែបណ្ដោយមានន័យថាតាមរដ្ឋបាលរបស់យើងក្រុងស្រុកហើយក៏ជាពិសេសគឺខាងមន្ទីរការងារដែលលោកជំនាញយកចិត្តទុកដាក់រឿងការងារហ្នឹងពីការជួញដូរស្ត្រីនិងកុមារហ្នឹងបាទដើម្បីផ្ដល់ជាយោបល់ទៅជូនកាត់វិញថាតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីតំណែងឲ្យការងារនឹងបានដោយសុវត្ថិភាពមកវិញអញ្ចឹងបើសិនជាខាងមន្ទីរនឹងលោកតំណែងទៅបែបណាយើងនឹងធ្វើកិច្ចសហការជួយបាទអន្តរជួយកាត់បាទទៅតាមការងារដែលយើងអាចធ្វើទៅបានដូចជាឯកសារដែលពាក់ព័ន្ធបាទចំណុចនេះហើយជាពិសេសបើសិនជាមានខាង NGO ដែលលោកគ្រប់គ្រងទៅរឿងហ្នឹងប្រហែលជាឆាប់រហ័សលឿនជាងក្នុងការជួយសម្របសម្រួលរឿងឲ្យគាត់មកប្រកបដោយសុវត្ថិភាពវិញអញ្ចឹងមានស្ថាប័នក៏ដូចជាមន្ទីរពាក់ព័ន្ធបាទដែលមានការគ្រប់គ្រងមកលើក្រុមសង្កាត់ដើម្បីចុះផ្សព្វផ្សាយពីការងារធ្វើចំណាក់ស្រុកដោយសុវត្ថិភាពហើយបើសិនជាចំណាប់អារម្មណ៍គឺបញ្ហាចំណាក់ស្រុកដោយសុវត្ថិភាពដែលមាន NGO ក៏ដូចជាមន្ទីរនឹងក៏ជួយគ្រប់គ្រង support ទៅលើរឿងនេះបាទចាខ្ញុំស្គាល់អង្គការអាត់ហុកតាមរយៈ
ខាងអង្គការសាខាអាត់ហុកនៅខាងឧត្តមមានជ័យព្រោះអីខ្ញុំធ្លាប់ឃើញខាងអង្គការអាត់ហុកនឹងគាត់តែងតែដែលវិថាផ្សព្វផ្សាយជួយនៅក្នុងសង្គមភាពអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋអញ្ចឹងខ្ញុំក៏បានឮទៅតាមរយៈនឹងខ្ញុំក៏កំពុងតែគិតនៅក្នុងគ្រួសារថាខ្ញុំមិនដឹងគិតរកវិធីណាដើម្បីជួយកូនមកប៉ុន្តែដល់ពេលខ្ញុំឃើញគេតែងតែនិយាយឮបងប្អូនអ្នកស្រុកអ្នកភូមិគេថាមានបញ្ហាអីនៅក្នុងគ្រួសារសម្រាប់ប្រចាំផ្ទាល់នៅក្នុងគ្រួសាររឿងឆ្លងកាត់ទៅក្រៅប្រទេសអញ្ចឹងមានតែដាក់ពាក្យបណ្ដឹងទៅខាងអង្គការអាត់ហុកអញ្ចឹងខ្ញុំក៏ស្ទុះស្ទាទៅខាងអង្គការអាត់ហុកសាខារបស់គាត់នៅខាងខេត្តឧត្តរមានជ័យហ្នឹងគាត់ថាបញ្ហាដែលជនរងគ្រោះខាងអង្គការអាត់ហុកគេនឹងជួយឲ្យតែការពិតអញ្ចឹងខ្ញុំសប្បាយចិត្តត្រង់កន្លែងនោះដែលអង្គការអាត់ហុកគាត់រដំណោះស្រាយជូនក្រុមគ្រួសារខ្ញុំឲ្យកាត់រូបភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលជាជនរងគ្រោះដូចជាគ្រួសារខ្ញុំដែរគាត់ផ្ដល់យោបល់ឲ្យគាត់តែងតែស្ទុះស្ទាខ្នះខ្នែងដើម្បីជាពាក្យបណ្ដឹងដែលយើងបានដាក់នោះគាត់ហៅថាគាត់ស្វាហាប់មែនទែនគាត់ប្រឹងប្រែងដើម្បីជួយដូចជាកូនខ្ញុំជាជនរងគ្រោះនឹងគាត់ចំណាយទាំងពេលវេលាគ្រប់ការភារកិច្ចទួលនីតិរបស់គាត់ចំណាយខ្លាំងហើយគាត់បានជួយផ្ដល់ទាំងយោបល់មតិឲ្យថែមទាំងជួយលើកទឹកចិត្តឲ្យខ្ញុំបានរឹងមាំថែមទៀតជួយសម្រាប់ថវិកាដែលខ្ញុំធ្វើដំណើរទៅមកការហូបចុករបស់ខ្ញុំជួយតាក់ទងទៅខាងស្ថានទូតទៅខាងកុងស៊ូលអីនឹងតាក់ទងរួចហើយកូនខ្ញុំមានសមត្ថភាពសារអង្គការក៏បានតាក់ទងទៅខាងស្ថានទូតខ្មែរយើងនៅចិនអញ្ចឹងកូនខ្ញុំបានមានសមត្ថភាពរួចពីការរងគ្រោះនឹងដោយសារអង្គការអាត់ហុកនឹងអារម្មណ៍សប្បាយហើយត្រេកអរហើយអរគុណដល់ខាងក្រុមការងារអាត់ហុកទាំងអស់ដែលគាត់ខំខ្ទីគាត់បានលើពាក្យបណ្ដឹងនាងខ្ញុំហើយគាត់អត់សង្ងំអញ្ចឹងខ្ញុំអរគុណហើយគាត់លះមែនទែនគាត់រយៈពេលបានដឹងដំណឹងតែ2ថ្ងៃគាត់បានតាកតងទៅខាងទូតហើយបានចុះទៅអន្តរាគមន៍កូនខ្ញុំតែរយៈពេល2ថ្ងៃកូនខ្ញុំរួចផុតពីគ្រោះថ្នាក់បាទហើយក្នុងនេះគឺខ្ញុំបាទក្នុងនាមជាអាជ្ញាធរសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងសង្កាត់ក៏ដូចជាទូទៅតំណងមានន័យថាឲ្យកាត់នឹងមុននឹងធ្វើការចំណាក់ស្រុកត្រូវតែសួរនាំព័ត៌មានក៏ដូចជាក្រុមហ៊ុននោះឲ្យបានច្បាស់លាស់ហើយមុននឹងធ្វើការចំណាក់ស្រុកនោះហើយជាពិសេសគឺពឹងពាក់ទៅលើអាជ្ញាធរយើងដែលកាត់បានដឹងពីព័ត៌មាននេះក៏ដូចជាមន្ទីរពាក់ព័ន្ធឬក៏ជំនាញឬក៏ NGO បាទដើម្បីឲ្យការធ្វើចំណាក់ស្រុកដោយសុវត្ថិភាពនោះកុំឲ្យចាញ់បោរបស់ប្រជាជនមួយចំនួនដែលយកកេងប្រវ័ញ្ចទៅលើកម្លាំងពលកម្មចឹងសូមឲ្យធ្វើម៉េចឲ្យកាន់នឹងជួយខ្លួនយើងមានន័យថាដោយសុវត្ថិភាពគឺត្រូវតែរកក្រុមហ៊ុនណាឬក៏ដែលបានចុះកុងត្រាឲ្យជាក់លាក់ជាមួយនឹងស្ថាប័នពាក់ព័ន្ធក៏ដូចជារដ្ឋាភិបាលឲ្យបានស៊ីជម្រៅបាទយើងសនំពោទៅដល់រដ្ឋាភិបាលលោកត្រូវតែបង្កើតការងារនៅក្នុងស្រុកដើម្បីឲ្យប្រជាពលរដ្ឋយើងបានធ្វើឲ្យបានច្រើនហើយស្វែងរកទីផ្សារសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋយើងដើម្បីលក់កសិផលរបស់ខ្លួនដែលលោកបានដាំដុះព្រមទាំងផ្សព្វផ្សាយបានទូលំទូលាយទាក់ទងទៅនឹងការចំណាក់ស្រុកដោយបថុយប្រឋានហើយមួយវិញទៀតអ្វីដែលសំខាន់នោះគឺត្រូវតែអនុវត្តឲ្យបានតឹងរឹងនិងម៉ត់ចត់ទាក់ទងទៅនឹងជនណាដែលបានប្រព្រឹត្តនៅអំពើបាត់ល្មើសទាក់ទងនឹងការជួញដូរមនុស្សនេះផងដែរក៏សូមនុំពោទៅដល់រដ្ឋាភិបាលសូមឲ្យបង្កើនថវិកាក៏ដូចជាធនធានសម្រាប់មន្ត្រីទូតក៏ដូចជាកុងស៊ុលនៅក្រៅប្រទេសបានច្រើនជាងនេះដើម្បីឆ្លើយតបឲ្យបានលឿនរហ័សក៏តាន់ពេលវេលាសម្រាប់បងប្អូនស្ត្រីខ្មែរយើងដែលកំពុងរងគ្រោះនៅក្រៅប្រទេសហើយសហការជាមួយនឹងអង្គការសង្គមស៊ីវិលណាដែលយើងធ្វើការពាក់ព័ន្ធទៅនឹងរឿងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដើម្បីរួមគ្នានៅក្នុងការទប់ស្កាត់ការពារនិងជួយសង្គ្រោះដល់ស្ត្រីខ្មែរយើងដែលកំពុងតែមានបញ្ហាហើយត្រូវការស្វែងរកការគ្រប់គ្រងនិងជួយសង្គ្រោះដល់បងប្អូនប្រជាប្រដ្ឋខ្មែរដែលលោកមានបំណងចង់ចំណាក់ស្រុកមុននឹងចំណាក់ស្រុកហ្នឹងលោកគួរតែពិភាក្សាជាមួយនឹងក្រុមគ្រួសារអាជ្ញាធរមូលដ្ឋានហើយត្រៀមខ្លួននៅក្នុងការត្រៀមខ្លួនរួចជាស្រេចថានៅពេលដែលយើងទៅដល់ប្រទេសគោលដៅដែលយើងត្រូវទៅហ្នឹងតែយើងមានលេខមន្ត្រីស្ថានទូតឬក៏ស្ថានកុងស៊ុលនៅក្រៅប្រទេសអត់យើងត្រៀមខ្លួនជាមុនដើម្បីនៅពេលដែលយើងទៅដល់យើងរងគ្រោះត្រូវបានគេកេងប្រវ័ញ្ចប្រឡូកបំពានឬក៏បង្ខំឲ្យយកប្តីឬក៏ធ្វើការដែលផ្ទុយពីឆន្ទៈហ្នឹងយើងងាយស្រួលនៅក្នុងការតំណែងទៅដល់មន្ត្រីទូតឬក៏មន្ត្រីកុងស៊ុលខ្មែរយើងនៅទីនោះដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេលវេលា